សុស្ដីអ្នកក្លាហានជ្រុលសច្ចធម៌ទាំងអស់គ្នាស្វាគមន៍មកកាន់រឿងឆន្ទៈអមតៈដែលជាភាពបន្តដើមនៃភាគនេះយើងបានឃើញថាសៀវជនរបស់យើងឬក៏អកធាត់ទី9គឺស៊ីឆ្អែតផឹកសវឹងហល់បាត់ទៅហើយសើច្បងអើយខ្ញុំមិនអាចស៊ីផឹកបានទៀតទេអត់ទោសឲ្យខ្ញុំផងអភ័យទោសឲ្យខ្ញុំផងខ្ញុំដឹងខុសហើយកធាត់ទី9ឥឡូវនេះឯងបានស៊ីផ្សិតវិញ្ញាណអាយុ1000ឆ្នាំដែលវាគឺសម្រាប់តែប្រតិចាតែប៉ុណ្ណោះណាពេលនេះពួកយើងចាត់ទុកថាជីកទូកតែមួយហើយហេកុំបារម្ភអីសិស្សច្បងខ្ញុំប្រកាសជាមិនប្រាប់អ្នកណាម្នាក់នោះទេអំពីការសម្ងាត់ដែលយើងហូបអាហារវិញ្ញាណទាំងអស់នេះនោះអ្នកកធាត់ទី9ឯងទើបតែបង្ហាត់យុទ្ធសិលការហូបអាហារវិញ្ញាណទាំងនេះអាចជួយកម្ចាត់ជាតិពុលក្នុងខ្លួនរបស់ឯងបានហើយក៏ជួយឯងនឹងបើកសរសៃវិញ្ញាណផងដែរនំណែបៅវចនានៃផ្ទះបាយរបស់យើងដែលខ្ញុំបានរៀបរាប់ពីមុននេះតែឯងអាចនៅចាំវាបានដែរទេសិស្សបងខ្ញុំនៅតែចាំតាផ្លែឈើនិងឱសថនៃធម្មជាតិខាងវិញ្ញាណច្របាច់កែមប៉ុន្តែទុកដើមហើយកាត់សាច់ឲ្យស្អាតនៅពេលកាប់ប៉ុន្តែត្រូវរទុកខ្លះនៅលើឆ្អឹងជានិញបន្ថែមទឹកទៅបន្ថែមទៀតទៅជាបបរកន្លះពេលនៃស្រាវិញ្ញាណនឹងគ្រប់គ្រាន់តែទោះជាយ៉ាងណាក៏ដោយខ្ញុំគិតថាយើងគួរតែបន្ថែមវាបន្តិចទៀតបាតចានយើងគួរតែធ្វើវាឲ្យក្រាស់ជួយយើងសន្សំអង្គបានមួយក្តាប់ទៀតកធាត់ទី2កធាត់ទី3គឺថាសមហេតុផលច្រើនមែនតើណាតែហើយក្រោកពីដេកមកក៏បានថានិយាយបានល្អកូនអ្នកណាខ្លះគិតថាឯងមើលទៅដូចជាបរោះដែលមានអាកប្បកិរិយាល្អនោះពោះរបស់ឯងនេះពោពេញទៅដោយគ្រោងការតែម្ដងតាំងពីឯងបានហូបអាហារវិញ្ញាណនេះមកនេះចាប់ពីពេលនេះតទៅឯងគឺជាម្នាក់ក្នុងចំណោមពួកយើងហើយត្រឹមត្រូវឯងជុលកៅមួយមានអ្នកហ៊ានមើងងាយផ្ទះបាយរបស់យើងទៀតទេក្រោយមកសៀវជនរបស់យើងក៏ចាប់ផ្ដើមក្តៅខ្លួនគេថាមិនក៏រាងកាយខ្ញុំក្តៅម្លេះរោទឹករោអីនៅទាំងអស់គ្នាក្តៅឡើងហុយផ្សែងរោទឹកជាមួយក្បាលឡើងឈាមច្រមុះតែម្ដងអាចថាមកពីខ្ញុំញ៉ាំច្រើនពេកទីដឹងមើលទៅឯងនឹងសំជាមួយពួកយើងមែនទែននេះយកអង្គវិញ្ញាណនេះទុកញ៉ាំវានៅពេលក្រោយទៅរូបភាពនៃខ្សែរឿងរបស់យើងក៏កាត់មកថ្ងៃបន្ទាប់ដោយថ្ងៃបន្ទាប់នេះសៀវជនរបស់យើងបានបន្តវឹកហាត់យុទ្ធសិលហើយគេក៏រកឃើញថាមានភាពចម្លែកភាពមិនស្រួលដែលខ្ញុំធ្លាប់មានពីមុនបានបាត់អស់ហើយខ្ញុំក៏អាចមានអារម្មណ៍ថាការប្រមូលផ្ដុំខាងវិញ្ញាណឈីនៅក្នុងខ្លួនរបស់ខ្ញុំឆ្លៀតឱកាសនេះគួរតែហាត់យុទ្ធសិលតែម្ដងដល់ពេលគេជក់វឹកហាត់ចឹងទៅក៏កន្លងពេលវេលាអស់ពីយប់2ថ្ងៃទីបំផុតនោះគេក៏សប្បាយចិត្តយ៉ាងខ្លាំងជោគជ័យហើយឥឡូវនេះខ្ញុំមានវិញ្ញាណឈីហើយខ្ញុំបៃសៀវឈុនក៏អាចក្លាយទៅជាទេវតាមួយរូបផងដែរកំពុងតែសប្បាយចិត្តគោពោះគ្រុកអញ្ចឹងហើយគេក៏បានមើលអង្គមកគ្រាប់ដែលសិស្សច្បងបានឲ្យគេការពីយប់នោះសិស្សច្បងបានប្រាប់ខ្ញុំថាអង្គវិញ្ញាណអាចចាត់ទុកថាជារបស់មានតម្លៃប៉ុន្តែខ្ញុំហូបវារបៀបណាទៅមើលទៅកាន់ខ្ទះទឹករបស់ខ្លួនឃើញថាហ្នឹងហើយយកហ្នឹងឲ្យធ្វើជាឆ្នាំងសម្រាប់ចម្អិនអង្គមកគ្រាប់នេះឆ្នាំងប៉ុណ្ណាណៃដាក់អង្គមកគ្រាប់ហើយទឹកក៏មិនដាក់ដែរប្រកាត់ភ្លើងដុតយកទៅហ្មងដល់ពេលគេប្រកាត់ភ្លើងដាំអញ្ចឹងទៅយើងក៏បានឃើញថានេះអាឆ្នាំងរបស់គេនេះស្រាប់តែវាចេញនៅពន្លឺរាងជាគំនូវីតាមុនអញ្ចឹងទៅដល់ពេលគេបើកមើលឆ្នាំងគ្រាប់អង្គគេបានជះពន្លឺដាក់មុខគេឡើងស្រស់ស្អាតអញ្ចឹងឈុតបន្ទាប់យើងបានឃើញថាគេហូបឆ្អែតផឹកទឹកឆ្អែតអីអញ្ចឹងទៅឡើងពេញពោះសិស្សច្បងក៏ថាយ៉ាមើលទៅឯងឃ្លានសម្បើមណាស់ហើយវ៉ៃយើងមិនបានឃើញឯងយូរមកហើយយើងស្ទើរតែគិតថាឯងបានជួបប្រទះនឹងវិញ្ញាណឈីនៅពេលវឹកហាត់យុទ្ធសិលនិងទទួលបានប្រតិកម្មតបអ្នកណាទៅគិតថាឯងនេះអាចឈានទៅដល់កម្រិតទី1នៃការប្រមូលផ្ដុំឈីលឿនយ៉ាងនេះនោះផឹកទឹកឆ្អែតហើយនោះសៀវឈុនក៏ថាខ្ញុំរវល់បន្តិចដែលមិនដឹងខ្លួនវាគឺជាការអរគុណដល់អាហារវិញ្ញាណដែលអ្នករាល់គ្នាបានផ្ដល់ឲ្យខ្ញុំនឹងឯងទោះបីជាខ្ញុំរៀនស្ទាក់ស្ទើរបន្តិចដើម្បីញ៉ាំបាយដែលមានពន្លឺនោះប៉ុន្តែវាពិតជាឆ្ងាញ់សិស្សច្បងក៏បានថាស្អីគេពន្លឺអីសួរតែភ្ញាក់ផ្អើលហើយក៏នាំគ្នាអស់សំណើចតែម្ដងសៀវឈុនក៏បានសួរទៅមិនបានសិស្សច្បងទាំងអស់គ្នាសើចសិស្សប្អូនតែឯងនឹងស្រឡាំងកាំងដោយសារតែការឃ្លានពេកតែមែនទេទោះបីជាអង្គវិញ្ញាណមានតម្លៃក៏ដោយប៉ុន្តែវាមិនមែនជាកំណប់ដ៏កម្រឬក៏ស្អីផ្សេងនោះឡើយហេតុអីបានជាវាមានពន្លឺចែងចាំងនោះប៉ុន្តែខ្ញុំបានឃើញវាដោយផ្ទាល់ភ្នែករបស់ខ្ញុំតែគេស្រមឲ្យយើងឃើញថាអង្គនោះគឺមានពន្លឺហើយមានដានអសរវេទមន្តតែហើយក៏បានថាកន្ធាត់ទី9អើយវត្ថុដែលជាកម្មសិទ្ធិរបស់យើងអ្នកវឹកហាត់យុទ្ធសិលនេះណានឹងមិនទទួលបានអំណាចពិសេសណាមួយឡើយលុះត្រាតែយើងបន្សុទ្ធវាដោយខ្លួនឯងនឹងយល់នៅពេលដែលអាយុឯងគ្រប់គ្រាន់សៀវឈុនក៏បានភ្ញាក់ផ្អើលទៅបន្សុទ្ធអីកន្ធាត់ទី2ក៏បានថានិយាយរឿងនេះគឺដូចជាលឿនពេកហើយសម្រាប់ឯងទោះយ៉ាងណាក៏ដោយមានវិធីសាស្ត្រសំខាន់3សម្រាប់ពួកយើងដែលជាអ្នកវឹកហាត់យុទ្ធសិលកែលម្អទ្រព្យសម្បត្តិកំណប់របស់ពួកយើងទី1គឺការចម្រាញ់ថ្នាំកម្ពុជាសៀងយន្តរបស់ពួកយើងនេះគឺល្បីល្បាញបំផុតសម្រាប់ការផ្សំថ្នាំដោយពឹងផ្អែកទៅលើចំណេះដឹងនៃរុក្ខជាតិហើយនិងគ្រឿងផ្សំឱសថហើយធ្វើតាមរូបមន្តត្រឹមត្រូវវាអាចទៅរួចក្នុងការផ្សំថ្នាំគ្រាប់ផ្សេងគ្នាជាច្រើនទី2គឺឧបករណ៍ចម្រាញ់អាវុធដែលពឹងផ្អែកទៅលើការលុតដំដើម្បីចម្រាញ់និងកែលម្អអាវុធនិងឧបករណ៍ផ្សេងទៀតសេវឈិនរបស់យើងក៏បានសួរទី3ជាអ្វីទៅចម្លើយនោះគឺជាការប្រមូលផ្ដុំសិស្សជាច្រើនហើយធ្វើការ
កែលម្អវិញ្ញាណម្ដងហើយម្ដងទៀតវិធីសាស្ត្រនេះតម្រូវឲ្យមានការប្រមូលផ្ដុំនៃធម៌ពលនៃស្ថានសួគ៌ហើយនិងផែនដីហើយដឹកនាំវាដោយបង្ខំទៅក្នុងវត្ថុគោលដៅការចម្រាញ់ដោយជោគជ័យនីមួយៗនឹងផ្ដល់លទ្ធផលជាសញ្ញាសម្គាល់តែមួយគត់ដើម្បីបង្ហាញនៅលើវត្ថុជាងនេះទៅទៀតរាល់ការចម្រាញ់ដែលទទួលបានជោគជ័យនឹងនាំឲ្យមានការកើនឡើងជាបន្តបន្ទាប់នៅកម្លាំងនៃវត្ថុនោះតែអាចដឹងដែរទេអាវុធទេពរបស់ឆ្មាំនៃក្រុមអម្បូរវិញ្ញាណរបស់យើងនោះវាគឺជាដាវដែលត្រូវបានចម្រាញ់ខាងវិញ្ញាណជាង10ដងឬសូគេនិយាយអំពីសញ្ញាសម្គាល់មួយអញ្ចឹងទៅសិស្សជនរបស់យើងចាប់អារម្មណ៍ឃើញសញ្ញាសម្គាល់នៅលើគ្រាប់អង្គររបស់គេពេលត្រឡប់មកវិញដេកមើលគ្រាប់អង្គររបស់គេរួចក៏គិតថាផ្ទះរបស់គេប្រហែលជាឆ្លងកាត់ការចម្រាញ់នឹងនោះឯងដូច្នេះគេលាក់វិយាការសម្ងាត់សិនមុននឹងគេដឹងការពិតអំពីប្រវត្តិផ្ទះរបស់គេពិតប្រាកដរូបភាពកាត់មកពេលយប់បើកឆាយនេះគឺពិតជាខឹងមែនតែនចាំឲ្យច្រើនថ្ងៃហើយមិនឃើញសៀវឈិនចេញមកសោះឯសៀវឈិនរបស់យើងនេះក៏ដឹងដែរថាបើកឆាយច្បាស់ជានៅចាំខាងក្រៅនោះហើយខ្លួនឯងក៏គិតថាការលាក់ខ្លួនបែបនេះក៏មិនមែនជាដំណោះស្រាយអ្វីមួយឡើយវាគ្រាន់តែជាដំណោះស្រាយបណ្ដោះអាសន្នតែប៉ុណ្ណោះម្ល៉េះហើយមានតែការវឹកហាត់យុទ្ធសាស្ត្របណ្ដោះបណ្ដាលសមត្ថភាពរបស់ខ្លួនឲ្យរឹងមាំនោះឯងទើបជាដំណោះស្រាយពិតប្រាកដម្ល៉េះហើយគឺមានតែប្រឹងប្រែងវឹកហាត់មិនថាវាមានការលំបាកឧបសគ្គយ៉ាងណានោះទេដើម្បីជាប្រយោជន៍ដល់ខ្លួនឯងពីមួយថ្ងៃទៅមួយថ្ងៃឆ្លងកាត់ការវឹកហាត់ឥតឈប់ឈរជាក់ស្ដែងយើងបានឃើញថាភាពរីកចម្រើនរបស់គេពីមួយថ្ងៃទៅមួយថ្ងៃគឺពិតជាមានផលពិតមែនតិចក៏ដោយច្រើនក៏ដោយក៏វាប្រសើរជាងមិនប្រឹងប្រែងនោះដែររូបភាពកាត់មកដល់ថ្ងៃមួយនោះពួកសិស្សច្បងក៏ថាអូយសិស្សប្អូនទី9របស់យើងនេះលឺតែយំរៀងរាល់យប់នៅពេលដែលគេវឹកហាត់នឹងមិនដឹងថាយ៉ាងម៉េចយ៉ាងម៉ាទេធ្វើឲ្យខ្ញុំមានអារម្មណ៍អាក្រក់ខ្លាំងណាស់តែហើយក៏បានថាខ្ញុំឆ្ងល់ណាស់តើគេអាចរីកចម្រើនបានប៉ុណ្ណាទៅកំពុងតែធ្វើមហូបឬសំឡេងស្រែកទៀតហើយពួកគេក៏ថាយ៉ាស់លើកនេះសំឡេងរៀងប្លែកជាងមុនបន្តិចវៃរវល់ដល់ស្ដាប់សំឡេងសិស្សប្អូនស្រែកឆាភ្លើងឆេះពេញមុខត្រឡប់មកកាន់កធាត់ទី9របស់យើងកំពុងតែភ្ជាប់ផ្អើលជាមួយនឹងកាក់ផ្ទះរបស់ខ្លួននឹងឯងមិននេះមានរយកើតឡើងចេះខ្ញុំបានបន្សុទ្ធដាវឈើខ្ញុំ2ដងដែលគេសម័យថយក្រោយណាគេបានអាដាវឈើនឹងពេលនេះខ្ញុំមិនខ្លាចស៊ូប៉ៅឆាយទៀតទេស្រាប់តែផ្ទះរបស់គេនឹងក៏បានហោះឡើងលើចេញនៅពន្លឺហើយគ្រប់យ៉ាងអ្វីក៏បានហោះអណ្ដែតពេញផ្ទះទាំងអស់សូម្បីតែគេក៏ដោយដែរជាមួយគ្នាផងដែរហាក់ដូចជាផ្ទះនឹងបានស្រូបពន្លឺអ្វីមួយយ៉ាងចេញពីថ្ងាសគេកាត់មកបច្ចុប្បន្នវិញគេរអ៊ូទាំងភ័យអំបញ្ញមិញនេះដូចជាប្រសិនបើអ្វីមួយត្រូវបានទាញចេញពេលនោះសក់របស់គេចាប់ផ្ដើមក្រហមដូចជាស្កើយ៉ាងមិនដឹងទេវាហាក់ដូចជាអាយុកាលរបស់ខ្ញុំអត់ទេក្នុងផ្ទះរងរាងពេញនឹងឯងសិស្សច្បងនៅខាងក្រៅនេះមើលវល់ហើយពេលបន្ទាប់គេសើចយំតែម្នាក់ឯងអ្នកណាទៅគិតថាមនុស្សដូចឆ្លាតហើយនឹងប្រកែកដូចជាខ្ញុំដែលបានរស់នៅយ៉ាងខ្ជាប់ខ្ជួនតាំងពីកំណើតនឹងបញ្ចប់ដោយការខាត់បងបែបនេះទាំងអស់នេះមកពីភាពប្រងើយកន្តើយហើយចង្អុលទៅកាន់ផ្ទះនឹងទៅទាំងអស់នឹងដោយសារតែឯងដល់អញ្ចឹងមានអីផ្ទះហោះចូលក្នុងម្រាមដៃឆ្វាច់គេក៏ស្រែកដកវាឲ្យចេញពីក្នុងដៃអញ្ចឹងណាហើយវាពិតជាចេញមែនតើអ្នកទាំងអស់គ្នាតើនេះជាអ្វីដែលត្រូវបានដោះដូរសម្រាប់អាយុជីវិតរបស់ខ្ញុំហ៎សិស្សច្បងក៏ស្រែកហៅទៅកធាត់ទី9អើយចេញមកខាងក្រៅស្រូបខ្យល់អាកាសបរិសុទ្ធខ្លះទៅដើម្បីដោះស្រាយជាមួយស៊ុយពុយឆៃនោះកុំទះសារខ្លាំងពេកកធាត់ទី9អើយទូប្រុសយើងក៏បានមើលមកបាត់ដៃរបស់ខ្លួនបើមិនដោយសារតែឯងយើងក៏មិនស្ថិតក្រោមសម្ពាធខ្លាំងបែបនេះដែរហើយខ្ញុំក៏មិនចាំបាច់ធ្វើការចម្រាញ់អាវុធវិញ្ញាណឡើយស៊ូពៅឆៃតែហើយក៏បានថាណែមិនចាំបាច់ខ្លាចអាមនុស្សម្នាក់នោះទេស្រាប់តែទ្វេផ្ទះប៉ើងចេញមកខាងក្រៅស្រែកមកស៊ូប៉ៅឆៃឆាប់មកជួបជីតារបស់ឯងមកយើងនឹងទៅសម្លាប់ឯងដល់ពេលមើលឆ្វេងស្ដាំឃើញសោះឯណាស៊ូប៉ៅឆៃសិស្សច្បងក៏បានថាកធាត់ទី9អើយឯកើតអីហ่าពេលនេះស៊ូប៉ៅឆៃនឹងបាត់ខ្លួនប្រហែលថ្ងៃហើយប្រហែលជាគេនឹងបោះបង់ហើយទេដឹងទូប្រុសយើងក៏ថាអញ្ចឹងខ្ញុំគួរតែទៅរកអ្នកណាដើម្បីសងវិញនៅអាយុជីវិតរបស់ខ្ញុំទៅហើយគេបានទៅហើយអាយុជីវិតរបស់ខ្ញុំក៏បានទៅផងដែរបងទី2ក៏បានសួរអាយុជីវិតអើយវាគ្រាន់តែជារង្វាន់ដែលអាចជួយឯងបានដែលត្រូវបានរាយក្នុងតារាងកិច្ចការយើងគួរតែមានការសន្សំខ្លះនៅទីនេះឯងអាចប្រើវាដើម្បីទិញសម្ភារៈដែលត្រូវការសម្រាប់កិច្ចការនោះខ្ញុំបានឮថារង្វាន់ចុងក្រោយអាចបង្កើនអាយុជីវិតរបស់ឯងដោយ1ឆ្នាំទៅ1ឆ្នាំដល់ឮចឹងក៏សប្បាយចិត្តវិញឈុតបន្ទាប់ទៀតមើលទៅប្អូនប្រុសទី9របស់យើងឈប់វឹកហាត់យុទ្ធសាស្ត្រហើយថ្ងៃនេះគេចេញតាំងពីព្រឹកព្រលឹមដើម្បីទិញសម្ភារៈក៏ធាត់ទី3ក៏បានមកដល់សិស្សច្បង Vivo អីមិនល្អទេមានគេលួចអីពីផ្ទះបាយយើងរូបភាពកាត់មកផ្ទះថ្មីមួយទៀតផ្ទះត្រកូលហ័រត្រកូលហ័ររបស់យើងគឺជាត្រកូលវឹកហាត់យុទ្ធសិលធំមួយយើងមិនព្រមមានចំនួននោះទេយើងមិនធ្វើចំនួនជាមួយអ្នកក្រឡើយតែពិតទៅកន្លែងនេះគឺជាកន្លែងដែលគេលក់សម្ភារៈអីដែលត្រូវការអញ្ចឹងណាហើយទូប្រុសយើងមកទិញជាមួយគេជាមួយឯងដល់ពេលពីជ្រិតចុះពីឡើងគេក៏ធ្វើឲ្យប៉ាំងចេញមកខាងក្រៅមកណាមួយលុយរបស់គេគឺមិនគ្រប់ក្នុងការទិញសម្ភារៈនឹងនោះទេកំពុងតែមើលលុយអាសិស្សច្បងឲ្យនឹងស្រាប់តែគេដើរមកបុកក៏ជ្រុះលុយអោនបណ្ដារអ៊ូបណ្ដាទៅតែផ្ទះបាយរបស់ខ្លួនឯងក្រស្រាប់តែគាត់មកជន់លុយរបស់គេមិនចូលចិត្តអ្នកក្រអីអញ្ចឹងបោះបង់កន្លែងនឹងទៅបាយឈុនគឺជាឯងហ៎ឥឡូវនេះឯងចាក់ចេញពីផ្ទះបាយហើយពេលនេះតើមាននរណានឹងការពារឯងទៅស្លៀកពាក់បែបនេះឯងពិតជាខ្លាចការស្លាប់ណាស់ហើយមើលទៅ
អូវាហាក់ដូចជាឯងនេះកំពុងតែញ័រខ្លួនទៅត្រឹងភ័យស៊ូប៉ាឆៃយើងក៏កំពុងតែរងចាំឯយូរណាស់មកហើយយីដៅថានៅចង់ប្រយុទ្ធជាមួយគេស្រាប់តែឃើញមនុស្សពីរនាក់ទៀតមកពីក្រៅអានទឹកស៊ូប៉ាឆៃតែម្ដងហាពួកឯងទាំង3អ្នកភូមិក៏បានលន់មាត់នាំគ្នាព្រឺព្រួយពេញនឹងទៅនេះមានមនុស្សមកពីនាយកដ្ឋានត្រួតពិនិត្យស៊ូប៉ាឆៃគេក៏បានថាយ៉ាងម៉េចដើរជើងក្នុងដៃរបស់ឯងវាធ្ងន់ពេកតែមែនទេបើឯងមកបញ្ចេញស្នៀតទុកឲ្យយើងជាអ្នកបញ្ចេញស្នៀតទៅចុះគាត់តែគេបញ្ចេញស្នៀតសេឈុនប្រត់ជួយផងឃីតករត់ឡើងភ្នំវិញដីហុយទលំតែម្ដងមកប៉ាកែរត់អាគាត់នោះចេះតែដេញវាយប៉ៃសើឈឿនយើងចឹងណាប៉ៃសើឈឿនរបស់យើងចេះតែរត់ឲ្យអាវេកឆាអាបថៅអីប្រដាប់ប្រដាផ្ទះបាយជ្រុះអាណិតអាណែងអាប៉ែនឹងដេញវាយរវល់តែកិច្ចអានឹងដែរនឹងបងប្អូនគ្នាតែគ្មានទេភ្លាមនោះស្រាប់តែដើរមួយធ្លាក់ឆ្វាច់ប៊ីត្រូវពីមុខរបស់ប៉ៃសើឈឿនយើងហើយយើងបានឃើញថាគឺមនុស្សពីរនាក់មិញនឹងនោះឯងនាយកដ្ឋានត្រួតពិនិត្យមកទីនេះដើម្បីធ្វើជាសាក្សីនៃការប្រយុទ្ធរបស់ពួកឯងប៉ៅឆៃក៏បានថាយ៉ាងម៉េចឯងមិនរត់ទៀតទៅកុំគិតតែខ្លួនឯងមានសិស្សច្បងតែម្នាក់ឯងនោះឯសិស្សច្បងរបស់សេឈុនយើងក៏នាំគ្នារត់ចុះពីលើភ្នំមករកជួយសិស្សប្អូនដែររត់បណ្ដានិយាយគ្នាលួងចិត្តបណ្ដាទៅថាសិស្សប្អូនទី9របស់យើងរីចម្រើនច្រើនក្នុងការវឹកហាត់យុទ្ធសាស្ត្រគេប្រហែលជាមិនអីនោះទេថែមទាំងស្លៀកពាក់ជាមួយនឹងអាវុធជាច្រើនរបស់គេផងដែរនោះច្បាស់ជាមិនអីឡើយស្រាប់តែមកដល់ពាក់កណ្ដាលផ្លូវក៏ជួបជាមួយនឹងមនុស្សម្នាក់ទៀតក្នុងចំណោម2នាក់គ្នារបស់ប៉ៅឆៃមិញបានមកស្ទាក់ផ្លូវពួកគេក៏បានតមាត់តកទៅវិញទៅមកបន្តិចបន្តួចគាត់ដែលមកស្ទាក់ផ្លូវចាំងតាហៃរបស់យើងមានឈ្មោះថាឆឹងហ្វៃនិយាយហេតុផលផ្សេងគ្នាបញ្ច្រាស់គ្នាគឺត្រូវគ្នាទេអញ្ចឹងមានតែការប្រយុទ្ធតែប៉ុណ្ណោះអញ្ចឹងគេប្រយុទ្ធគ្នាយ៉ាងម៉េចយើងមិនទាន់ដឹងទេរូបភាពយើងកាត់មកសេវឈុនយើងវិញម្ដងពេលនេះគឺថាម្នាក់ទៀតក្នុងចំណោម2នាក់ហ្នឹងគឺនៅរារាំងផ្លូវសេវឈុនរបស់យើងចង់ឲ្យសេវឈុនយើងប្រយុទ្ធជាមួយនឹងគាត់ប៉ៅឆៃក៏មិនទុកពេលវេលាឲ្យយូរអង្វែងដែរគេក៏បានបញ្ចេញស្នៀតរបស់គេដឹងក្បាច់ស្អីនោះទេគេក៏បានស្រែកថាឯងទៅស្លាប់ទៅយើងដឹងស្រាប់ហើយគេស្ថិតក្នុងដំណាក់កាលបង្រួមឈីត្រឹមតែកម្រិតទី2តែយុទ្ធសាស្ត្រគេមិនអន់ឡើយគេត្របាញ់ដោយឈើរបស់គេមករកទូប្រុសរបស់យើងនឹងទូប្រុសយើងក៏បានប្រើស្នៀតរបស់គេទៅហើយយើងបានឃើញថាអត្រាយុទ្ធសាស្ត្រផ្ទះរបស់គេនឹងបានជាប់នៅលើដាវរបស់ប៉ៅឆៃរូបភាពកាត់មកសេះច្បងវិញពួកគេគឺថាសុទ្ធតែដំណាក់កាលបង្រួមឈីហើយកម្រិតទី3ដូចគ្នាអញ្ចឹងការទប់ទល់របស់ពួកគេគឺចាត់ទុកថាស្មើដៃគ្នាពួកគេកាប់គ្នាទៅវិញទៅមកពោពេញទៅដោយចលនានៃសាច់ស្នៀតដ៏ទន់ភ្លន់មានភាពរហ័សរហួនព្រមទាំងចេះបត់បែននិងអាចចេះប្រើដាវហោះទៀតផងនៅពេលឈិនហ្វៃបានបញ្ជាដាវហោះសម្ដៅមកកាន់តាហៃក៏បានប្រើនៅផ្ទះរបស់ខ្លួនទប់ទល់ជាមួយនឹងការវាយប្រហារមួយនេះយើងបានឃើញថាប៉ងរោគអ្នកឈ្នះអ្នកចាញ់មិនឃើញឡើយឈិនហ្វៃក៏បានថាថ្ងៃនេះយើងបង្រៀនឯងអំពីអត្តន័យនៃច្បាប់ទម្លាប់តែភ្លាមនោះគ្នារបស់ឈិនហ្វៃនឹងគេក៏បានមកដល់ស្រែកថាវីវ៉ូហើយអាឡអត់នោះកំពុងតែស្លាប់ហើយតាហៃក៏ភ័យមែនតែនអាទី9ឯងស្លាប់ហើយអីក៏នាំគ្នាទៅមើលចឹងទៅឃើញថាឯវ៉ាន់តណាត់តណៃពេញនឹងឯងផ្ទះវេឆាក៏រោបឆ្នាំងអីនឹងប៉ៅអាណត្តិអាណៃនឹងទៅមកដល់ពិតជាបារម្ភពីប្អូនមែនតែនថាប្អូនស្លាប់បាត់ហើយឃើញដៃលើកសុំជំនួយប៉ុន្តែស្រែកមិនរួចនោះទេលឺសូរទៅវាយផ្លាប់តាហៃបើកមាត់ចំហភ្នែកធំឯឈិនហ្វៃគេមកដល់និយាយមិនបើកភ្នែកទេគេបានថាតើវាពិបាកទទួលយកលទ្ធផលនេះមែនទេចាំងតាហៃផ្ទះបាយរបស់លោកគឺត្រូវតែគិតគូរអំពីបញ្ហានេះនៅពេលអនាគតឲ្យបានច្បាស់លាស់ដល់តែបើកភ្នែកមើលគេហៅមាត់បើកភ្នែកធំដែរបដ ដោយវាយបណ្ដានិយាយបណ្ដានោះឯងតើអ្នកណាឯងទៅស្វែងរកជំនួយហ៎ឯងគឺជាអ្នកដែលបង្ខំខ្ញុំឯងជាអ្នកដែលធ្វើឲ្យអាយុជីវិតរបស់ខ្ញុំថយចុះផ្លាប់ដែលយើងបានឃើញគេដាក់ម្ដាយទៀតមើលតំណងដល់ស្លាប់ហើយប៉ុន្តែម្ដាយនេះបែរជាមិនវាយមនុស្សនោះទេវាយទៅដីវិញលំបែកខ្ទេចដោយម្ដាយនេះបានធ្វើឲ្យយើងឃើញថាអសរស្លាប់នៅលើដៃរបស់គេបានរលាយទៅវិញតែគេមិនទាន់ចាប់អារម្មណ៍នោះទេគេគ្រាន់តែនិយាយថាពេលនេះយើងដោះលែងឯសិនចុះប៉ុន្តែបើសិនជាយើងមិនអាចបំពេញអាយុជីវិតរបស់យើងមកវិញបានទេនោះយើងនឹងត្រឡប់មករកឯងម្ដងទៀតដល់ពេលងាកមកខាងក្រៅឃើញសេះច្បងកំពុងតែឈោមើលសេះច្បងពិតជាគ្រោះថ្នាក់ខ្លាំងណាស់ទីបំផុតពួកសេះច្បងបានមកដល់ហើយខ្ញុំប៊ីនត្រូវគេវាយស្លាប់បាត់ទៅហើយសេះច្បងខ្ញុំខ្លាចដោយសារតែម្នាក់នៅទីនោះសេះច្បងនាំគ្នាបារម្ភចង្អប់ដល់ឃើញអញ្ចឹងសាច់លេងសំប្រហែលមិនអីទេប្អូនឈិនហ្វៃក៏ថាមិនអាចទៅរួចទេទៅរួចដោយរបៀបណាតែគេមិនគ្រាន់តែជាសិស្សម្នាក់ទៅចូលថ្មីទេអីប៉ាឆៃវិញសេះច្បងអើយយើងត្រូវបានគេបញ្ឆោតទៅមុខលឹងប៉ោងស្បុលដែលបន្តថាគេនៅក្នុងកម្រិតទី3ហើយនិយាយមិនទាន់ចប់ល្អផងសន្លប់ស្ដោកឈិនហ្វៃក៏ថាអីគេកម្រិតទី3នៃដំណាក់កាលបង្រួមឈីតែហើយក៏លន់មាត់ដូចតែគ្នាហ្នឹងកម្រិតទី3ដំណាក់កាលបង្រួមឈីក៏ធាត់ទី3គេងអែលក្បាលប្អូនយើហើយនេះឈានដល់កម្រិតទី3មែនអីមិនអន់ទេប្អូនក៏ធាត់ទី2ក៏បានថាឯងពិតជាជួយលើកមុខមាត់ផ្ទះបាយរបស់យើងឲ្យคล้ายទៅជាលេខ1ពិតមែនណាទូប្រុសយើងគេធ្វើចរិតគួយស្រឡាញ់ដល់បងគេឈិនហ្វៃគេខឹងមែនតើយើងនឹងចាំទុកបៃសៀឈុនអញ្ចឹងហើយក៏បានយកសិស្សប្អូនរបស់គេត្រឡប់ទៅវិញទាំងមូម៉ៅឯសិស្សឈុនរបស់យើងវិញសិស្សច្បងទី2ក៏បានសួរទៅតែគេបានថ្នាំអាយុវែងមកវិញនៅសិស្សឈុនដកដង្ហើមធំទៅខ្ញុំមិនដឹងថានិយាយយ៉ាងម៉េចទេសិស្សច្បងភ្លាមនោះសំលេងជួងនៅលើភ្នំក៏ចាប់ផ្ដើមបន្លឺឡើង
ដោយសម្លេងជួង3ដងនេះបានបញ្ជាក់ថាការជ្រើសរើសសិស្សបកខាងក្រៅចាប់ផ្ដើមសាច់ឈុនមិនសូវជាយល់ទេសាច់ច្បងក៏បញ្យល់ទៅមិនថាឯងមកពីត្រកូលអ្នកហាត់យុទ្ធសិលឬក៏ជាជីវិតរបីស្លាប់ឡើយនេះជាវិធីតែមួយគត់ដើម្បីឈានទៅកាន់ឋានន្តរស័ក្តិខ្លាយទៅជាសិស្សខាងក្រៅរបស់បកព្រោះរាល់ពេលមានតែ3កន្លែងគ្រប់គ្នានឹងប្រយុទ្ធគ្នាស៊ីសាច់ហត់ឈាមគ្រាន់តែដើម្បីកន្លែងមួយតាហើយក៏បានថាកធាត់ទី9អើយកុំគិតវាសោះណាប្អូនផ្ទះបាយរបស់យើងមិនធ្លាប់ចូលរួមជាមួយនឹងគេនោះទេគិតថានាំប្អូនទៅផ្ទះចុងភៅវិញប៉ុន្តែសិស្សប្អូនក៏បានថាសាច់ច្បងចាំមកផ្លេតនេះជាឱកាសហើយវាជាឱកាសរបស់យើងប្រហែលជាអាចបង្វែរស្លឹកថ្មីរបស់ពួកយើងហើយសាច់ច្បងគិតយ៉ាងម៉េចពេលដែលសិស្សប្អូននិយាយអញ្ចឹងយើងមិនដឹងទេសាច់រឿងរបស់យើងក៏បានស្លេះហើយយើងជួបគ្នានៅវីដេអូក្រោយបាយបាយ